បាទសួស្តីជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីហើយខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតថ្នាក់រៀនបាទសម្រាប់គ្រូគាត់អាចរៀបចំជាថ្នាក់ហើយបញ្ចូលសិស្សមកក្នុងថ្នាក់ដើម្បីងាយស្រួលក្នុងការបង្រៀនគ្រប់គ្រងតាមដានការសិក្សារបស់សិស្សបាទអញ្ចឹងនៅពេលដែលយើង sign in មកកាន់ website code.org មកកាន់គណនីយើងជាគ្រូបរិញ្ញាយើងនឹងឃើញផ្ទាំងបែបនេះ My Dashboard នេះបាទអញ្ចឹងផ្នែកខាងលើគឺជាកន្លែងដែលយើងត្រូវបង្កើតថ្នាក់រៀនបាទ create a session បាទអញ្ចឹងកន្លែងនេះគឺ add a new classroom section ណាបាទយើងបង្កើតជាចំណុចថ្នាក់រៀនណាផ្នែកនេះថ្នាក់រៀនបាទអញ្ចឹងយើងចុចទៅលើកន្លែង create a section បាទនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងគឺយើងឃើញជំរើសនៃការឲ្យសិស្សចូលរួមជាមួយគ្រូបាទអញ្ចឹងយើងអាចឲ្យសិស្សចូលរួមជាមួយគ្រូតាមរយៈអីខ្លះបាទបើសិនបើយើងកំពុងតែបរៀនសិស្សដោយមានប្រើប្រាស់ Google Classroom យើងមានគ្រូមានសិស្សយើងអាចយកចំណុចហ្នឹងទៅបាទប៉ុន្តែបើយើងអត់មានទេយើងអាចឲ្យសិស្សចូលតាមរយៈ picture password បាទគាត់ចូលតាមរយៈរូបភាពដែលជាតំណាងពាក្យសម្ងាត់ឬក៏គណនីរបស់គាត់ណាបាទហើយមួយទៀតគឺយើងអាចឲ្យគាត់ចូលតាមរយៈពាក្យសម្ងាត់បាទ secret word នេះបាទអញ្ចឹងសិស្សម្នាក់ៗគាត់នឹងមានពាក្យសម្ងាត់រៀងៗខ្លួនហើយគាត់អាចចូលគណនីនឹងបានសូមបញ្ជាក់ថា picture password ហើយនិង secret word នេះគឺសិស្សមិនទាមទារឲ្យមានគណនី email ទេគាត់អាចចូលបានតាមរយៈរូបភាពឬក៏ពាក្យសម្ងាត់ដោយទៅចូលទៅលើ link ដែលលោកគ្រូបានអញ្ជើញឲ្យគាត់ចូលរួមហ្នឹងគាត់អាចចូលបានហើយ personal login គឺសម្រាប់សិស្សដែលធំទៅបាទគាត់អាចមានគណនី email ហើយ personal login ហ្នឹងវាមានសុវត្ថិភាពមែនទែនសម្រាប់សិស្សបាទដោយសារវា record វាកត់ត្រានៅការប្រើប្រាស់របស់សិស្សណាបាទអញ្ចឹងបើសិនបើសិស្សយើងមានទូរស័ព្ទមាន email ស្រាប់ទេយើងអាចយកចំណុចហ្នឹងបានបាទហើយឲ្យសិស្សចូលហ្នឹងតាមរយៈលេខកូដថ្នាក់រៀនដែលយើងបង្កើតហ្នឹងប៉ុន្តែដោយសារតែខ្ញុំបង្ហាញនេះសម្រាប់លោកគ្រូអ្នកគ្រូដែលបង្រៀនទៅកាន់កន្លែងសាធារណៈកន្លែងជនបទដែលគាត់ខ្សត់ទូរស័ព្ទគាត់មិនសូវមានអីប្រើប្រាស់អញ្ចឹងយើងអាចយក picture password ដើម្បីងាយស្រួលក្នុងការដែលសិស្សគាត់ចូលរួមជាមួយគ្រូណាបាទខ្ញុំចុច picture password បាទចូលដល់កន្លែងនេះគឺលោកគ្រូអ្នកគ្រូអាចជ្រើសរើសថ្នាក់រៀនឧទាហរណ៍ថានៅក្នុងមេរៀនរបស់យើងរៀនអំពី over of code ណាបាទអញ្ចឹងថ្នាក់រៀនរបស់ខ្ញុំ over of code ហើយខ្ញុំដាក់ KP មានន័យថាគូព្រីងសាលារបស់ខ្ញុំហើយយើងបរៀននៅកម្រិតទីប្រមាណឧទាហរណ៍កម្រិតទី7យើងចុចទី7មកតែបើយើងបរៀនទាំងទី8គ្រាទាំង2ដល់ទី9យកទាំង3អញ្ចឹងទៅណាតែបើយើងបរៀនតែមួយកម្រិតយើងយកតែមួយក៏បានដែរបាទនៅក្នុងនេះលោកគ្រូអ្នកគ្រូអាច assign curriculum នៅក្នុងនេះមាន element school elementary school middle school high school បាទប៉ុន្តែនៅក្នុងចំណុចដែលខ្ញុំបង្ហាញនេះគឺយើងរៀនតាក់ទងទៅនឹង over of code បាទអញ្ចឹងយើងអាចចុចលើវាមកបាទបន្ទាប់មកនៅក្នុងមេរៀនទាំងអស់ហ្នឹងគឺសុទ្ធតែតាក់ទងទៅនឹង code ហើយប៉ុន្តែយើងដែល recommend ឲ្យលោកគ្រូអ្នកគ្រូប្រើប្រាស់គឺយើងយក AI for option ណាបាទយើងគ្រីសចុចលើវាបាទចុច tick វាអញ្ចឹងមកបាទបន្ទាប់មកយើងយកពាក្យថា finish creating section បាទយើងចុចលើវាមកគឺយើងបញ្ចប់នៃការបង្កើតថ្នាក់រៀនរបស់យើងតែម្ដងបាទអញ្ចឹងខ្ញុំបង្កើតបានថ្នាក់រៀនមួយហើយនេះគឺ over Oscode KP នេះខ្ញុំបរៀនកម្រិតទី7ទី8ទី9ហើយ course តាក់ទងទៅនឹងវគ្គសិក្សាហ្នឹងគឺ AI for option ណាបាទហើយនេះគឺតាក់ទងទៅនឹងថ្នាក់រៀនបើសិនបើយើងឲ្យសិស្សគាត់ចូលតាមរយៈ account ផ្ទាល់ខ្លួនគាត់អាចរក account រកថ្នាក់រៀនហើយយើងវាយលេខកូដហ្នឹងទៅគាត់ចូលមកថ្នាក់ហ្នឹងដូចគ្នាឥឡូវខ្ញុំនឹងបង្ហាញអំពីរបៀបនៃការចុះឈ្មោះបើសិនបើលោកគ្រូអ្នកគ្រូសិស្សក៏អត់មាន device ក៏អត់មានគណនីទេយើងអាច add student បានបាទយើងចុចលើកន្លែង add student ហ្នឹងបាទមកដល់កន្លែងនេះគឺលោកគ្រូអ្នកគ្រូអាចសរសេរឈ្មោះរបស់គាត់បានណាបាទអញ្ចឹងក្នុងការចុះឈ្មោះសិស្សវាមានពីររបៀបលោកគ្រូអ្នកគ្រូអាចសរសេរឈ្មោះម្ដងមួយក៏បានមាននេះឈ្មោះសិស្សអានេះតកូលអានេះអាយុភេទបាទហើយយើង add គាត់ទៅប៉ុន្តែបើសិនលោកគ្រូមានសិស្សច្រើនហើយយើងអត់ចង់ចុះម្ដងមួយទេយើងអាចចុចកន្លែង add multiple student បាទយើងចុចលើវាមកនឹងចេញប្រអប់ឲ្យយើងសរសេរហើយឧទាហរណ៍ថាខ្ញុំឧទាហរណ៍ឈ្មោះភិរុនចិនរបស់សិស្សខ្ញុំណាប៉ុន្តែសូមបញ្ជាក់ថាបើសិនបើតកូលនិងឈ្មោះយើងសរសេរចង់ឲ្យវាចេញទាំងពីរគឺតើយើងដាក់សញ្ញាខមាដាក់សញ្ញាក្បិសមួយហើយដកឃ្លាមកខ្ញុំដាក់ចិនអញ្ចឹងជូទី1ហ្នឹងគឺសិស្សលេខរៀងទី1ហើយបាទឬក៏សិស្សម្នាក់គេឲ្យមកជូអញ្ចឹងណាមួយទៀតឧទាហរណ៍ថាអៀងពិសីប៉ុន្តែយើងសរសេរក្នុងនេះពិសីបាទពិសីឲ្យក្បិសមកអៀងបាទបែបនេះហើយទី2ឧទាហរណ៍ថា Kevin បាទវែងអញ្ចឹងមកណាខ្ញុំឧទាហរណ៍សីម៉ៅបាទសីម៉ៅបាទក្បិសហើយយើងដាក់លូនបាទ GN បាទហើយបន្ទាប់មកទៀតឧទាហរណ៍ថា
បងផាណៈសូផាណៈបាទក្ប៊ីសមកហើយយើងទៅសេសបាទសូផាណៈសអញ្ចឹងមកមួយទៀតឧទាហរណ៍ថារដ្ឋាបាទរដ្ឋាបាទក្ប៊ីសសិនហើយចាំយើងដកឃ្លាមកនោះបាទអញ្ចឹងបើសិនបើយើងមានសិស្ស10នាក់20នាក់30នាក់ឬក៏មានសិស្សមួយថ្នាក់ដែលយើងមានបញ្ជីស្រាប់ហើយគឺលោកគ្រូ copy មកដាក់មកទៅធ្វើម៉េចឲ្យសិស្សម្នាក់គឺគាត់នៅមួយជូរហើយបើចង់ឲ្យតកូលនឹងឈ្មោះដាច់ពីគ្នាយើងដាក់សញ្ញាក្ប៊ីសហ្នឹងណាបាទខ្ញុំបានសិស្ស2 4 6នាក់បាទខ្ញុំយក1នាក់ខ្ញុំយកពាក្យថាដាន់បាទអញ្ចឹងខ្ញុំបានសិស្ស6នាក់2 4 6បន្ទាប់មកយើងគ្រាន់តែទៅបំពេញឈ្មោះរបស់គាត់ឧទាហរណ៍សិស្សហ្នឹងអាយុ15ឆ្នាំទាំងអស់គ្នាបាទយើងគ្រីសតែ15ចុចរើសយក15បាទនឹងបញ្ជាក់ឈ្មោះព្រោះនៅក្នុងកម្មវិធីហ្នឹងគេតម្រូវឲ្យយើងយកឈ្មោះអាយុរបស់សិស្សដែរណាសុំទោសមានឈ្មោះហើយភេទបាទអញ្ចឹងភេទដាក់តាមភេទជាក់ស្ដែងមកសុំទោសដល់លើទេបាទភេទជាក់ស្ដែងបាទសិស្សប្រុសដាក់ប្រុសសិស្សស្រីដាក់ស្រីមកអត់បញ្ហាទេបាទគេសិតតែប្រុសយ៉ាសុំទោសនេះ female អូខេចឹងនៅពេលដែលយើងបំពេញឈ្មោះបំពេញលក្ខខណ្ឌនឹងគ្រប់ហើយលោកគ្រូអាចចុចពាក្យ save សួរថាចុះបើសិនយើងអត់ទាន់បំពេញភេទអាយុបានទេបានអត់អីទេប៉ុន្តែយើងចង់បានព័ត៌មានគ្រប់ហើយទាំងអស់ហ្នឹងគឺយើងអាចកែសម្រួលបាននៅពេលក្រោយណាខ្ញុំចុច save all មកបាទនេះគឺខ្ញុំបានសិស្សចូលរួមនេះ6នាក់នៅក្នុងថ្នាក់របស់ខ្ញុំណាបាទអញ្ចឹងខ្ញុំបានសិស្សរបស់ខ្ញុំហើយប្រសិនបើខ្ញុំចង់ឲ្យសិស្សហ្នឹងថាសិស្សអនុវិទ្យាល័យគាត់ចង់ចូលលេងនៅក្នុងកម្មវិធីហ្នឹងយើងធ្វើម៉េចដើម្បីឲ្យគាត់ចូលបានបាទគឺយើងអាចអស់មកខាងក្រោមមកបាទយើងឃើញកន្លែងនេះsign in បាទ with picture password អញ្ចឹងគាត់អាចចូលតាមរយៈតំណហ្នឹងទៅរក password របស់គាត់ឥឡូវយើងទៅមើលរូបភាពរបស់គាត់សិនណាបាទឥឡូវយើងចង់ដឹងថាតើ Kevin ហ្នឹងរូបភាពអីបាទអញ្ចឹង Kevin រូបភាពថា dinosaur នេះបាទភិរុនរូបភាពកូនក្រមុំនេះបាទហើយពិសីរូបភាពតាសន្តាហ្នឹងបាទរដ្ឋាក៏រូបភាពនឹងដែរអញ្ចឹងសិស្សខ្លះគាត់អាចមានរូបភាពជាន់គ្នាប៉ុន្តែមិនជាបញ្ហាទេគាត់រើសឈ្មោះហើយគាត់អាចចុចលើរូបរបស់គាត់នឹងបានណាបាទអាចជាន់គ្នា2 3នាក់មួយរូបក៏បានដែរប៉ុន្តែបើសិស្សតិចអញ្ចឹងយើងអត់ចង់ឲ្យជាន់គ្នាយើងចុច reset មកយើងបានរូបភាពផ្សេងណាបាទនេះមួយនេះហើយនេះលក្ខណៈបែបនេះហើយបើរូបនឹងជាន់គ្នាយើងចុច reset ក៏បានដែរបាទនេះបែបនេះគឺស្ទើរផ្សេងគ្នាប៉ុន្តែបើសិនបើសិស្សច្រើនវាអាចជាន់គ្នាច្រើនប៉ុន្តែមិនបាច់បារម្ភទេគឺឲ្យគាត់បង្ហាញគាត់ឲ្យគាត់មើលឈ្មោះហើយរូបរបស់គាត់ទៅពេលដែលគាត់ sign in គាត់ចូលបែបហ្នឹងបាទបន្តមកទៀតលោកគ្រូអាចចូលមកកាន់ go to ហ្នឹងយើង copy នេះ copy តំណភ្ជាប់ហ្នឹងបាទ copy link address ហ្នឹងបន្ទាប់មកយើងផ្ញើទៅកាន់ថ្នាក់រៀនឬក៏យើងបំលែងវាទៅជា QR code ដើម្បីសិស្សគាត់អាចចូលបាននៅក្នុងថ្នាក់រៀនរបស់យើងហើយគាត់អាចធ្វើការជាមួយគ្នាក្នុងការអនុវត្តកម្មវិធី code.org ហ្នឹងបាទសម្រាប់ថ្នាក់រៀនរបស់យើងបាទវាងាយស្រួលបែបហ្នឹងដោយសារយើងមានថ្នាក់ណាបាទអញ្ចឹងនៅក្នុងនេះថ្នាក់រៀនដូចជារួចរាល់ហើយបាទខ្ញុំសូម back ទៅវិញបាទអញ្ចឹងលោកគ្រូអាចតាមដាននៅការសិក្សារបស់សិស្សបានបាទយើងតាមដានរបៀបម៉េចបាទយើងកាន់មកកាន់ថ្នាក់រៀនរបស់យើងបាទបន្តមកលោកគ្រូចូលកន្លែង over of code ហ្នឹងគឺចុចទៅលើថ្នាក់រៀនរបស់យើងនឹងឃើញពីដំណើរការបាទអញ្ចឹងអានេះវាមាន progress បាទដំណើរការនៃការសិក្សារបស់សិស្សតើសិស្សហ្នឹងគាត់ធ្វើបានដល់ណានៅក្នុងមេរៀននេះយើងអាចមើលនៅក្នុងនឹងបានណាបាទអញ្ចឹងយើងអាចតាមដានការងាររបស់សិស្សបាននៅក្នុងកម្មវិធីនេះអត់ពិបាកទេបាទងាយស្រួលទេបាទនេះយើង hide អានេះយើង add មកអញ្ចឹងពេលដែលគាត់សិស្សមេរៀនទាំងអស់មាន8មេរៀនអញ្ចឹងគាត់ធ្វើដល់ណាវានឹងបង្ហាញជាលក្ខណៈរបាតាមដានរបស់សិស្សដល់នេះបាទអញ្ចឹងនៅក្នុងវីដេអូមានប៉ុណ្ណឹងហើយបើសិនបើលោកគ្រូឆ្ងល់យើងអាចសួរនៅក្នុងក្រុម Telegram បានថាខ្ញុំក៏ដូចជាគ្រូផ្សេងទៀតនៅក្នុងសាលា NGS ក្រុមការងារគាត់នឹងចាំជួយគ្រប់គ្រងចំពោះគ្រូថ្មីដែលអត់សូវដឹងអំពីការប្រើប្រាស់ code.org ហ្នឹងទេបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតបាទសូមជម្រាបលា